ngày nay nhung thôi nằm nào bị khai cặp bông chám từ khát sim riệp នេះជាលើកទី2របស់ខ្ញុំឯងដែលបានមកដល់ទឹកដីខេត្តសៀមរាបមកលើកទី1ដើរបានតែប្រាសាទអង្គរវត្តទេប៉ុន្តែដល់ពេលមកលើកទី2 5ប្រាសាទដើរតែមួយថ្ងៃកន្លះហើយណាបើនិយាយពីកៅវិញថា5ប្រាសាទដូរទាំង5ប្រាសាទប្រាសាទបន្ទាយស្រីប្រាសាទនាគពន្ធប្រាសាទអង្គរវត្តប្រាសាទបាយ័ននិងប្រាសាទតាព្រំដោយសារតែយូរមកម្ដងចឹងទៅស្ទាក់បែកផ្លាច់ភ្នែកមិនងាយបានមកទេបងប្អូនអើយរៀងឆ្ងាយដែរហើយណាមួយចំណាយច្រើនបើនិយាយពីរឿងរៀបចំកៅវិញគឺខ្ញុំរៀបចំតែពី2ថ្ងៃមុននោះដោយសារចង់ទៅខ្លាំងពេកហើយណាមួយគុំចង់ទៅយូរណាស់ហើយឲ្យតែឃើញគេផុសពីសៀមរាបអីអារម្មណ៍ខ្ញុំគឺដល់សៀមរាបមកមួយវិញទៀតដោយសារខ្ញុំជាប់ការងារនៅក្រុងសៀមរាបផ្ទាល់មកអញ្ចឹងទៅដល់លេងផងធ្វើការផងជួយសេវលុយបានខ្លះដែរមិនអីបានទៅទេពុកម៉ែបងដោយសារកម្រងខ្ញុំមួយឆ្នាំជាងឯងមិនទាន់បានសម្រេចទេសារខ្ញុំជិះឡាននៅក្រៅពុកម៉ែបងអញ្ចឹងម៉ោង 3:74 ដាស់គ្នាងើបរៀបចំទៅមកតើមេតិចអញ្ចឹងទៅឲ្យហើយមេចិត្តភ្លឺអញ្ចឹងអត់សូវអីប្រហែលទេតែជាមួយម៉ោង 10 បាន 10អីដូចតកកហ្មងអានេះវិធីសាស្ត្រមួយដែរពុកម៉ែបងសម្រាប់អ្នកពលឡាននេះឯងបញ្ជីនៅក្រៅបានណាខ្ញុំក្រោយ direct ហ្មងដោយសារចង់មើលទេសភាពតាមផ្លូវស្អាតមែនតើពុកម៉ែបងឡើងផ្លែកភ្នែកទៅអំពេញតែលើកនេះទៅខេត្តម្ដងកាទៀវកន្លែងនេះវិញគឺខ្ញុំឲ្យ 10 លើ 10 ហ្មងដោយសារជាប្រភេទកាទៀវទឹកខ្មៅពុកម៉ែបងអើយទឹកគេឆ្ងាញ់មែនតើស៊ុបគេឡើងជាតិចង់ហត់ទឹកឲ្យអស់ដែរហ្នឹងតែខ្លះបានហូបអីតទៀតជាស្រ័យអាហ្នឹង fur តែដឹងពុកម៉ែបងខ្ញុំច្រឡំទៅហ្នឹងតន់ទៅកន្លែងគេណាទៅប្រាសាទបន្ទាយស្រីសិតគ្រាន់តែមកដល់ទឹកដីខេត្តសៀមរាបភ្លាមពុកម៉ែបងអារម្មណ៍ខ្ញុំគឺថាឃើញតែប្រាសាទហ្មងអត់ដែរបានមកពុកម៉ែបងអារម្មណ៍នឹងបរិយាយមិនទេបានត្រឹមតែ selfie ថតទុកមើលពេលក្រោយឥឡូវកាត់វីដេអូជិត1ម៉ោងទៅបាន1នាទីជាដោយសាររូបថតវីដេអូច្រើនពេកពុកម៉ែបងចង់ឡើងកឹងទូរស័ព្ទដល់ពេលបានមកដល់ឃើញផ្ទាល់ភ្នែកអញ្ចឹងបានដឹងថាអច្ឆរិយៈប៉ុណ្ណាខ្ញុំទៅដល់ទឹកដីខេត្តសៀមរាបភ្លាមអ្វីដែលឃើញច្រើនជាងគេនោះគឺដើមឈើតែម្ដងពុកម៉ែបងធំខ្ពស់បើជិះតាមផ្លូវផងឡងតែបន្តិចគឺប្រាសាទមួយបន្តិចប្រាសាទមួយមកដោយសារខែនេះរៀងក្តៅដែរពុកម៉ែបងអញ្ចឹងដើរបន្តិចគឺបែកញើសជោគមកប៉ុន្តែដោយសារមានដើមឈើច្រើនអញ្ចឹងទៅអង្គុយតាមផ្លេចគឺថាខ្យល់អាកាសបរិសុទ្ធឡើងវិញបន្តដល់ពេលចេញពីប្រាសាទបន្ទាយស្រីចុយញ៉ាំនំបញ្ចុកនៅនឹងដាក់សាឡប្រហើមអាចារ្យមកចានគេធំដែរពុកម៉ែបងមានកម្លាំងទៅមុខទៀតតែសិនដោយសារប្រញាប់ check in អង្គុយមួយផ្លែតដេកមកសន្ទុះមានកម្លាំងទៅដើរលេងតជិះតាមផ្លូវនឹងឃើញព្រៃប្រឹក្សាស្អាតមែនតើពុកម៉ែបងអង្គុយតែថតក្រឃើញដើមឈើហើយពុកម៉ែបងបាត់ stress យកមកពីកាត់ប្រាសាទបាយ័នទៀតតែដោយសារមកថ្ងៃនេះចឹងទៅដើរលេងពីប្រាសាទសិនពុកម៉ែបងចាំស្អែកដើរលេងតទៀតទេសភាពតាមផ្លូវស្អាតពេកពុកម៉ែបងខ្ញុំទិញតែទូរស័ព្ទមកថតស្ដាយទេសភាពឥឡូវមកដល់ក្រុងហើយបងជិះទៅរកអូតែលូណាអង្គរ hotel ឃើញមានអាងទឹកចឹងទៅក៏គេងនៅនឹងមកចង់លេងទឹកក៏មិនក្តៅដែរចឹងទៅបានលេងទឹកចឹងទៅជោគសៀមរាបនេះបានមីងខ្ញុំប្រវត្តិដើរលេងអីមិនសូវបានដើរលេងប្រហែលទេអត់ដែរបានមកចឹងទៅអត់សូវស្គាល់កន្លែងដល់បន្ទប់ភ្លាមប្រូហត់លើពុកបដៅមើលទេសភាពឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញមកបន្ទប់បថាជិះរៀងយូរម៉ោងដែរដល់មកទៀតរៀបចំកៅអៅទៅលេងប្រាសាទនាគពន្ធម្ដងដោយសារវីដេអូខ្ញុំវិញហើយសែនវិញខ្ញុំជឿដាក់ part 2 part 3ទៅដាក់កាត់បន្តិចគ្រាន់តែមកដល់ប្រាសាទនាគពន្ធវិញថតយករំតែដល់កន្លែងប្រាសាទគេមកវិញយូរមកម្ដងពុកម៉ែបងចឹងទៅថតណាណៃមើលប្រតង់នេះវិញពឹងឲ្យថតរូបខ្ញុំថតវីដេអូឥឡូវបន្តដំណើរទៅមុខទៀតពុកម៉ែបងវីដេអូនឹងដើរលេងទៅប្រហែលគឺថាខ្ញុំដាក់ចូលក្នុងនឹងទាំងអស់តែផ្ទះទៅដល់មានបានថតកើតណាពុកម៉ែបងហើយថតអត់ស្អាតចំត្រេននេះផងត្រេននោះផងជក់ថតរូបពេកភ្លេចថតបន្តពីថាដើរលេងហាត់ចូលមកញ៉ាំអីនៅភូមិប្រដាក់សិនពុកម៉ែបងមកហូបនោះនេះគឺថាបុកលហុងឲ្យ10 លើ 10តែម្ដងចូលដល់ស្អែកឡើងទៅលេងប្រាសាទអង្គរវត្តមកដល់ហើយពុកម៉ែបងអើយគ្រាន់តែឃើញហើយគឺថាអច្ឆរិយៈមែនតើហ្មងបើនិយាយពីកន្លែងថតរូបវិញគឺអត់ដឹងថតកន្លែងណាពុកម៉ែបងថាសបោកន្លែងថតមែនតើតាណាក៏ថតស្អាតដែរកន្លែងឃើញគេប្លង់ធ្លាប់មើលក្នុងទូរស័ព្ទពុកម៉ែបងដល់ពេលឃើញផ្ទាល់ខ្លួនឯងចឹងទៅអស់ចាមែនតើបើនិយាយពីរឿងធំវិញគឺធំមែនតើពុកម៉ែបងអើយដើរអត់ជុំទេខ្ញុំឡើងបានតែ2ជាន់នេះពុកម៉ែបងដោយសារមួយជាន់ទៀតរៀងខ្ពស់ដែរចឹងទៅអត់ហ៊ានណាមួយឡើងពីជាន់ក្រោមរៀងហត់ដែរពុកម៉ែបងចឹងទៅអត់មានកម្លាំងឡើងតទៀតខ្ញុំដើរមើលតែអប្សរាកន្លែងណាក៏មានពេលដើរឲ្យពុកម៉ែបងអង្គុយសារៈក្រោមដើមថ្នោតផ្លេចសិនបន្តមកទៀតធ្វើដំណើរទៅប្រាសាទបាយ័នពុកម៉ែបងគេហៅថាអង្គរធំដល់ចាំការទាញទូរស័ព្ទថតទៀតបន្តមកទៀតធ្វើដំណើរទៅប្រាសាទតាព្រំម្ដងពុកម៉ែបងចង់ឃើញដើមឈើដុះលើប្រាសាទធ្លាប់ឃើញក្នុងទូរស័ព្ទឥឡូវឃើញផ្ទាល់ភ្នែកបដ ជាប់ការងារនៅខេត្តលើនេះគឺថាសប្បាយមែនតើហ្មង